នៅក្នុងវ័យ20ទៅ30ឆ្នាំជាវ័យដែលពិបាកបកក្រោយមែនទែនសូមចំណាយពេលវេលានៅក្នុងវ័យមួយនេះឲ្យមានតម្លៃបំផុតសម្រាប់ជីវិតសម្រាប់គ្រួសារសម្រាប់មុខរបររបស់យើងអាយុ20ទៅ30ឆ្នាំធ្វើអីគឺត្រូវធ្វើឲ្យច្បាស់ដល់វ័យនេះជាវ័យដែលមានអំរែកធំមែនទែនដែលយើងត្រូវទទួលខុសត្រូវហើយចាប់អីសូមចាប់ឲ្យច្បាស់ការងារដែលយើងធ្វើត្រូវតែមានចំណូលចិញ្ចឹមខ្លួនឯងចិញ្ចឹមគ្រួសារចិញ្ចឹមជីវភាពរស់នៅរបស់យើងឲ្យបានល្អអ្នកខ្លះដល់វ័យនេះហើយគាត់នៅនិយាយពាក្យថាធ្វើលេងធ្វើសិនអត់ដឹងធ្វើអីជាដើមហើយបើសិនជាវ័យនេះយើងសត់ចំណូលទៀតយើងនឹងពិបាកមែនតើនៅថ្ងៃក្រោយនៅក្នុងវ័យនេះធ្វើអីសូមធ្វើឲ្យច្បាស់ចាប់អីសូមចាប់ឲ្យច្បាស់លក់ដូរអីសូមលក់ដូរឲ្យច្បាស់ត្រង់ចំណុចមួយទឹកធ្វើអីធ្វើវាឲ្យសកម្មធ្វើវាឲ្យវាមុតហើយផ្ដោតលើវាផង